សួស្តីបងប្អូនអញ្ចឹងកន្លែងនេះគឺជាមុខងារនៃការប្រើប្រាស់ microwave របស់ Toshiba ប្រភេទ digital នេះអញ្ចឹងមុខងារដែលស្រួលជាងគេខ្ញុំណែនាំបងប្អូនទាំងអស់គ្នាប្រើស្មុគស្មាញហ្មងគឺ Express Cook បងអញ្ចឹងករណីនេះបងដាក់ហូបអាហារទឹកស្លអីចូលក្នុង microwave នឹងហើយណាអញ្ចឹង Express Cook នោះវាដំណើរការពីលេខ1ទៅលេខ6បងចុចយកហ្មងអញ្ចឹង1លេខស្មើនឹង1នាទីអញ្ចឹងបងចង់បាន6នាទីចុចលេខ6មកអញ្ចឹងករណីនេះខ្ញុំចុចលេខ2នាទីអញ្ចឹងបបបាយសេរីអីច្រើនម្ដងដាក់ម្ហូបអាហារចូលចុចលេខ2យកមកបាទដើរយកហ្មងណាអញ្ចឹងយើងអត់ហត់សេរីច្រើនទេអត់បបាយអីបងករណីនេះបងចង់ថែមទៀតឧទាហរណ៍ខ្ញុំចុច select start តែម្ដងទៀតមកអញ្ចឹងវាបូក30វិនាទីឲ្យបងណាបាទចុច1បូក30ចុចទៀតបូក30វិនាទីទៀតបាទប៉ុណ្្នឹងហើយបងអញ្ចឹងករណីបងចង់ផ្ដាច់ឃើញថាទឹកស្លពុះហើយពុះមុនម៉ោងវាបិទអញ្ចឹងបងចុចមុខងារ stop នេះមួយមកបាទនេះវាផ្ដាច់ហ្មងវាផ្ដាច់ដំណើរការបងចុចមួយទៀតផ្ដាច់មុខងារបណ្ដោយតែប៉ុណ្្នឹងហើយបងហ្នឹងងាយស្រួលប្រើបំផុតយើងអត់ចាំបាច់ស្មុគស្មាញមកមើលមុខងារទាំងអស់នេះទេណាអញ្ចឹងករណីបងចង់ដឹងបន្ថែមពីមុខងារទាំងអស់ហ្នឹងខ្ញុំនឹងបង្ហាញបន្តមកទៀតបាទអញ្ចឹងករណីនេះបងត្រូវចុចទៅលើថែមខុបនេះមុនសិនណាបងដើម្បីយើងកំណត់នាទីឧទាហរណ៍ថាបងចង់ចំអិនរយៈពេល5នាទីណាមុខងារ microwave ចុចបងចុចលេខ5បងវាយលេខ0វាឡើងទៅ50វិនាទីវាយលេខ0មួយទៀតវាលោតចូលក្នុងនាទីបាទចូលបងចុចលេខ0មួយទៀតលោតចូលក្នុង50នាទីវិញមុខងារវាហ្នឹងបន្ទាប់ពីបងរើសម៉ោងហើយបងរើសកម្ដៅម្ដងអញ្ចឹងបងចុចលើ power អញ្ចឹងពេលដែលបងចុចលើពាក្យ power វាចេញ PL10 អញ្ចឹងមានន័យថាកម្ដៅវាគឺ maximum មកពេញហ្មងបង 100% កម្ដៅវាក្ដៅខ្លាំងជាងគេបំផុតនៅក្នុងហ្នឹងអញ្ចឹងករណីហ្នឹងបើបងថាចង់ដាក់តែត្រឹមកម្រិត 30% ទេអញ្ចឹងបងចុចលេខ3មកណាយើងអាចរើសកម្ដៅបានបាទឬក៏ 50% បងចុចលេខ5មកតាមបងចង់បានអញ្ចឹងពេលដែលបងរើសហើយបងចុច start មកណាអញ្ចឹងមកយើងកំណត់5នាទីបងហើយឥឡូវយើងយកកម្រិត 50% អញ្ចឹងបងចុច start មកណាអញ្ចឹងវា5នាទីថយចុះបាទអញ្ចឹង5នាទីក្រោយវានឹងបិទមុខងារហ្នឹងហើយបងហ្នឹងករណីទូទៅបងចង់កម្ដៅអីចម្អិនអីបែបជាលក្ខណៈ microwave បងធ្វើបែបហ្នឹងហើយបងមួយទៀតដែរបងនៅក្នុងនេះវាមានមុខងារមកស្រាប់ឲ្យបង6មុខអូតូអញ្ចឹងករណីហ្នឹងវាមាន popcorn នេះយើងធ្វើនំពោតអានេះដលងអានេះ pizza កកទៅបងនេះបន្លែកកអានេះគ្រឿងភេសជ្ជៈអានេះសាច់អញ្ចឹងនៅក្នុងករណីនេះបងអាចរើសមកបាទអ្វីបងចង់បាននឹងរើសតាមមុខងារវាហ្នឹងមកហើយបងចុច start ទៅដើរបងណាអញ្ចឹងខុសគ្នាតែមួយឯមុខងារសាច់សាច់វាមានច្រើនអញ្ចឹងបងចុចមួយវាលោតមកសាច់មាន់ចុចមួយទៀតសាច់គោមួយទៀតសាច់ជ្រូកបាទមាន3ប្រភេទសាច់អញ្ចឹងណាបងអញ្ចឹងត្រង់កន្លែងនេះឧទាហរណ៍សាច់ជ្រូកហ្នឹងបងណាអញ្ចឹងបងចុច start ហើយបាទអញ្ចឹងវាចេញលេខ150ហើយបើបងចុចលើមុខងារសាច់ហ្នឹងម្ដងទៀតបងរើសទម្ងន់ចានេះវាលោតមក3ខាំតែបងចុចមួយទៀតវាឡើងដល់4ខាំកន្លះ6ខាំអស់ហើយ10ខាំអស់តាមហ្នឹងធ្លាក់មក150វិញអញ្ចឹងវាតាមប្រភេទសាច់ខ្លះវាលោតបានដល់1គីឡូតាមសាច់អញ្ចឹងណាបងអញ្ចឹងករណីនេះ3ខាំអញ្ចឹងទៅយើងចុច start ទៅវាដើរបង4-10នាទីបាទឥឡូវយើងចូលដល់មុខងារដែលយើងចម្អិនម្ដងណាអញ្ចឹងនៅក្នុងនេះ microwave នេះវាខុសពី microwave ធម្មតាថាវាអាចចម្អិនបានដែរវាខុសពីធម្មតាត្រង់ថាធម្មតាយើងកម្ដៅបានតែហូបណាបងអញ្ចឹងនៅក្នុងហ្នឹងមានទឹកស្លទៅអីក៏ដៅបានតែអានេះខុសគេត្រង់ថាវាមានមុខងារចម្អិនដូច oven យើងអញ្ចឹងបងអញ្ចឹងវាអាចដុតបានណាចំពោះមុខងារដុតហ្នឹងស្តៀងគ្នាជាមួយនឹងមុនដែរអញ្ចឹងបងត្រូវចុចដំបូងគេគឺចុចនៅលើពាក្យថា grill combo នេះបង grill ហ្នឹងគឺដុតមុខងារដុតអញ្ចឹងបងត្រូវចុច grill ហ្នឹងមកក្រោមមុខងារទី1ខាងលើនេះណាបងអញ្ចឹងទី2នេះបាទចុចវាមួយមកលោតមក G1 អញ្ចឹងវាចូលមុខងារចម្អិនហើយបងអញ្ចឹងយើងចាប់ដើមធ្វើបន្ទាប់គឺកំណត់នាទីហ៎បងនៅក្នុងហ្នឹងយើងចម្អិនជាទូទៅយើងប្រើចន្លោះពី20នាទីអីទៅកន្លះម៉ោងដែរបងអាស្រ័យលើម្ហូបបងហើយបើសិនជាសាច់ជាងតូចវាកាន់តែលឿនតាមនឹងទៅបងអញ្ចឹងក្នុងនេះឧទាហរណ៍ថាខ្ញុំកំណត់20នាទីបងអញ្ចឹងយើងវាយលេខមក20នឹងវិនាទីបងថែមមួយទៀតមកអាហ្នឹងវាឡើង12នាទីណាថែមចូលមួយទៀតឡើងដល់20នាទីពេលដែលបងអូខេអស់ហើយបងចុច start ធម្មតាបាទអញ្ចឹងនៅក្នុងនេះវាបើកមុខងារ oven ហើយបងអញ្ចឹងវាដុតចម្អិនណាវាមិនមែនប្រើ microwave ប្រើ oven អញ្ចឹងខាងលើម៉ាស៊ីនវាមាន resistance វាមួយនៅខាងលើនេះបងអញ្ចឹងវានឹងក្តៅបងក្តៅបែបដុតមកបាទបងចុចលើហ្នឹងម្ដងចូល G ហ្នឹងអាហ្នឹងវា grill បងចុចម្ដងទៀត C ហ្នឹងអាហ្នឹងយើងប្រើប្រាស់ microwave ផង oven ផងអញ្ចឹងវាមាន2 level ទៀតអា C1 ហ្នឹងហើយបងចុចម្ដងទៀតចូលដល់ C2 អញ្ចឹងអាហ្នឹងវាប្រើបើកមុខងារទាំងពីរក្នុងពេលតែមួយបងវាយនាទីដែលបងចង់បានមកគឺដំណើរការចុច start មកបាទប៉ុណ្ណឹងហើយបងអញ្ចឹងវាដូចតែគ្នាបងខ្ញុំអត់បានចុចបង្ហាញទៀតទេអូខេបងអញ្ចឹងកន្លែងនេះគឺជាការកម្ដៅសាច់កកឲ្យវាលាយណាបងអញ្ចឹងសាច់កកហ្នឹងគឺយើងមាន2របៀបទី1បងចង់កំណត់នាទីឲ្យវារំលាយមួយនាទីក៏បានទី2បងស្គាល់ដឹងថាសាច់ដែលបងចង់រំលាយហ្នឹងវាទម្ងន់ប៉ុន្មានអញ្ចឹងឧទាហរណ៍ថាករណីទី1នេះបងចង់រំលាយសាច់កក2ខាំបងណា2ខាំវា200ក្រាមអញ្ចឹងនៅក្នុងការកម្ដៅអស់ធំបានតែ2គីឡូណាបងអញ្ចឹងដើម្បីធ្វើការកំណត់មុខងារបានបងត្រូវចុចនេះកណ្ដាលគេខាងលើ defrost ហ្នឹងគឺរំលាយអាហារកកហ្នឹងបងចុចទី1ហ្នឹងមកវាចេញ DEF 1ហ្នឹងមុខងារដែលត្រូវរំលាយគិតជាសាច់ទម្ងន់សាច់អញ្ចឹងបន្តទៀតបងត្រូវវាយលេខណាបងលេខហ្នឹងគឺជាចំនួនទម្ងន់ជាស្រ័យទម្ងន់សាច់បងអញ្ចឹងគិតជាក្រាមឧទាហរណ៍ថាបងចង់រំលាយ500ក្រាមអញ្ចឹងវាកន្លះគីឡូបងវាយលេខ500មក
បាទអញ្ចឹងអូខេហើយបងចុច start មកវាកំណត់ automatic ហ្មងមួយនាទីឧទាហរណ៍មួយនាទីអញ្ចឹងណាបងចុចមកអូខេអញ្ចឹងវាលោតពី10នាទីអញ្ចឹងក្នុងការរំលាយសាច់កន្លះគីឡូពី10នាទីបងណាអញ្ចឹងខ្ញុំចុចបិទមកដាច់មួយអញ្ចឹងករណីទី2បងអត់ដឹងទម្ងន់សាច់មែនទេប៉ុន្តែបងចង់ប្រើនាទីយកមកការរំលាយអញ្ចឹងមកចុចនឹងម្ដងចេញលេខ1ណាកតុយមួយទៀតចូលលេខ2ហ្នឹងដល់វគ្គយើងអាចកំណត់នាទីបានអញ្ចឹងបងវាយនាទីធម្មតាមកណាបងយើងចង់បានសាច់ដុំតូចដុំធំបងប្រមាណមើលខ្លួនឯងទៅដល់5នាទីអញ្ចឹងវាយ500មកចូល5នាទីបងណាបាទអញ្ចឹងចុច start មកអញ្ចឹងនេះ5នាទីវិញអញ្ចឹងការរំលាយអាហារហ្នឹងរំលាយកកហ្នឹងអាហារកកហ្នឹងគឺមានទម្ងន់ហើយនឹងនាទីពីរនឹងផ្សេងគ្នាបង